ជំរាបសួរលោកពូទូទៅអ្នកនរគ្នាចឹងថ្ងៃនេះของពួកខ្ញុំគឺមកបង្ហាញទាក់ទងជាមួយនឹងការធ្វើserver នៅលើ AWS អញ្ចឹងចំណុចរបស់ខ្ញុំមាន3ចំណុចទាក់ទងជាមួយ DHCP ជាមួយនឹង DNS server ហើយនិង domain controller អញ្ចឹងទី1គឺទាក់ទងជាមួយ DHCP អញ្ចឹង DHCP គឺពួកខ្ញុំអត់ config នៅលើ server នេះទេខ្ញុំប្រើជា AWS មកអញ្ចឹងណាហើយទាក់ទងមួយដល់ config AWS គឺយើងទៅលើរបស់បដិតែបន្តមានឯជាមួយនឹងប្រព័ន្ធនៃប្រព័ន្ធយើងមកហើយខ្ញុំគណិតជាមួយនឹងទាក់ទងជាមួយនឹងផាគណិតទៅលើពុទ្ធិចេញពីហើយពីហ្នឹងមកដោយសារតែខ្ញុំបានបើកសៀតហើយនេះគឺជា domain របស់ខ្ញុំជាមួយនឹង DNS ហើយមួយទៀតគឺខ្ញុំធ្វើការតេស្តចេញពី terminal ដើម្បីចង់ដឹងថាតើពី terminal server ទៅតាមdomain controller វាស្គាល់អត់ចឹងអឺមានដល់អានេះមានតែ DNS ជាមួយនឹង terminal server ទៅនឹងថាតែពី terminal server មក DNS វាស្គាល់អត់មាន3ចំណុចឬយើងនិយាយទៅដល់បញ្ហាលំអាប់ដើម្បីដឹងថា server នឹងវាស្គាល់ domain អត់ពីវាយើង link ទៅលើ smart ទៅចង់ដឹងថា server នឹងវាស្គាល់ domain អត់ហើយមួយទៀតគឺទៅដល់ជាមួយនឹង host SOVD ចង់ដឹងថាតើ IP directory នឹងវាបានធម្មតាតាមទៀតគឺយើងនិយាយទៅជាមួយនឹងtest domain controller នៅលើ terminal server អញ្ចឹងបងធ្វើការតេស្តវាទៅលើ terminal server សិនធ្វើការពីទៅมันតែនឹងមួយហើយចូលទៅការទៅដល់ជាមួយនឹងterminal server ចឹងយើងធ្វើការវាយខាងมันហើយនៅពេលដែលយើង install ទៅយើងឃើញថាវាបង្ហាញទៅនឹងsample server domain controller មួយនឹង IP address របស់ domain controller ចឹងមួយចំណុចគឺយើងនិយាយទៅនឹងទៅលើ smart តែយើងចំណុចថាវាគឺ smart តែនឹងវាធ្វើការ blink smart តែយើងឃើញថាវា load ទៅចូលជាមួយ blink គឺស្គាល់ហើយទៀតគឺយើងនិយាយទៅជាមួយនឹង command មួយទៀតគឺទៅចូល SOV ជួយចង់ដឹងថាIP directory នឹងវារ៉ាប់ធម្មតាទឹកមិនអូខេអញ្ចឹងដល់ពេលដែលយើងចុច command ហ្នឹងហើយจะឃើញថាsemantic ហ្នឹងវាប្រាប់ថា SRV ហ្នឹងវា record ទៅចូលជាមួយនឹង semantic local ចឹងអាហ្នឹងយើងជាប់ទៅមួយចំណុច DNS ដែលយើងតេស្តទៅលើ terminal server ចង់ដឹងថាវាស្គាល់ទៅជាមួយ DNS អត់ចឹងនៅពេលដែលយើងតេស្តហើយយើងឃើញថាវាស្គាល់វា working ជាមួយគ្នាចឹងឥឡូវខ្ញុំធ្វើការតេស្តមួយទៀតគឺទៅជាមួយ domain controller ដែលខ្ញុំធ្វើការតេស្តនៅលើ terminal server ដែរចឹងទាក់ទងជាមួយនឹង terminal domain controller ហ្នឹងគឺខ្ញុំមាន4ចំណុចទី1គឺយើងមាន K destroy អានោះយើងចង់ដឹងថាតើយើង delete ទៅលើ active ticket ហើយមួយទៀតគឺ Kinit administrator យើងចង់ login request ហើយមួយទៀតគឺ K-link យើងសូទៅជាមួយនឹង ticket ហើយជាមួយ Rim link គឺយើងសូ configuration នេះថាអញ្ចឹងដំបូងគឺយើងចុចទៅលើ command K destroy ដោយសារហ្នឹងគឺជា command ដែលយើង delete ទៅលើ ticket គឺវាមានបង្ហាញអីទេអញ្ចឹងយើង command ទៀតគឺទាក់ទងជាមួយនឹង Kinit administrator អញ្ចឹងនៅពេលដែលរៀនខ្វែងកំណត់ហើយយើងឃើញថាវាឲ្យយើង request ទាក់ទងជាមួយនឹង password យើងធ្វើការវាយ password ចូលមកអូខេអញ្ចឹងវាបង្ហាញទាក់ទងជាមួយនឹង password អញ្ចឹងនឹង expire ថ្ងៃទី21ថ្ងៃទៀតគឺនៅថ្ងៃទី Saturday May ហើយវាមានបង្ហាញទាក់ទងជាមួយម៉ោងជាមួយឆ្នាំដែលយើងធ្វើការ login ហើយមួយទៀតយើងទាក់ទងជាមួយនឹង Kelly យើងចង់ដឹងថាវាចូលទី Kelly ខ្លះចា៎
អូខេអញ្ចឹងនៅក្នុងនេះគឺវាមានសូត្រទាក់ទងជាមួយនឹងvalidate វាមានម៉ោងវាមាន expire ហើយវាមានទាក់ទងជាមួយនឹង renew until ថ្ងៃ4ខែ11 2026ហើយចំណុចទៀតគឺយើងបានទាក់ទងជាមួយរៀបរីដែលយើងចង់ដឹងថាតើនៅ configuration detail វាមានអ្នកខ្លះទាំងនៅក្នុងទាក់ទងជាមួយនឹងរៀបរីហើយរៀបរីខ្លះវាមានទីផ្នែករបស់វាគឺជាមួយរៀបរីវាមាន semantic ដល់ local ហើយជាមួយនឹង domain controller គឺ semantic ដល់ local និងអឺយើងតែតទៅជាមួយ domain ទៅកាន់terminal server ក៏វាស្គាល់គ្នាដែរអញ្ចឹងចំណុចខ្ញុំវាមានតែប៉ុណ្្នឹងអរគុណច្រើនលោកគ្រូជំរាបលាបាទជំរាបសួរលោកគ្រូខ្ញុំបាទមកទេប្រាន់ខ្ញុំមកបង្ហាញតទៅនឹងចំណុចខ្ញុំគឺតទៅនឹង mail server ទៅលើ system ទី1ហើយខ្ញុំមាននៅប្រការនៅចេញនៅ client computer មួយតែខ្ញុំយកមកតេស្តអឺ mail server ខ្ញុំប្រើទៅលើ Thunderbird ដើម្បីធ្វើការតេស្តទៅលើ email អញ្ចឹងនៅក្នុងនេះខ្ញុំមាន account ដែលខ្ញុំបានបង្កើតនៅក្នុង mail server ហើយមាន account មួយគឺអនុ account បណ្ណានរិកហើយខ្ញុំនឹងធ្វើការតេស្តដោយធ្វើការ send នៅ message ចេញពី account មួយនេះអញ្ចឹងខ្ញុំដែលថាតែចាស់ទៅលើខ្ញុំ send ទៅ account ប៉ុណ្ណោះហើយនឹងប៉ុណ្ណាខ្ញុំដាក់ message ថា welcome អូបន្តមកខ្ញុំធ្វើការចុច send អញ្ចឹងយើងឃើញថាវានឹង load មកក្នុង email បណ្ណាហើយនឹងធ្វើការ test ទៅលើការ reply អញ្ចឹងយើងឃើញថាវាបាន reply មកវិញសម្រាប់ mail server យើងមាននៅ mail ហើយយើងមាន @smartech.com ដែលជា domain របស់យើងតើតើនៅ mail server តើតើនឹងការ test គឺមានប៉ុណ្្នឹងឯងហើយចំណុចបន្ទាប់ទៀតតើតើនឹងការ test ទៅលើ web server អញ្ចឹង web server ខ្ញុំធ្វើការបើកវានៅលើ browser ហើយបន្ទាប់មកខ្ញុំវាយនៅ domain របស់ web server របស់ខ្ញុំដែលមានឈ្មោះថា web.local ទាំងបាត់ចុះ subdomain គឺ web.contact.local ហើយ port 8000/public/index public
អានេះគឺជា website របស់ខ្ញុំដែលខ្ញុំបង្កើតវាជា web server ដែលហោះចេញនៅលើ domain smarttech.local អញ្ចឹងសម្រាប់web server នេះខ្ញុំធ្វើការ connect វាជាមួយនឹង database server អញ្ចឹង data ទាំងអស់នេះវា store ទៅ database server អញ្ចឹងខ្ញុំធ្វើការ add នៅ user បន្ថែមខ្ញុំដាក់ sync វាហើយ email ទៅដាក់ខុសហើយគាត់ដាក់ position ជា design ហើយយើងកំណត់ position របស់គាត់គឺជា designer ហើយប្រាក់ខែរបស់គាត់ឧទាហរណ៍300 3300ហើយនេះគឺជាថ្ងៃដែលគាត់ចូលធ្វើការអញ្ចឹងខ្ញុំកំណត់ថាដាក់ថ្ងៃមួយនេះទៅហើយតែមក sale អញ្ចឹងយើង sale បានជោគជ័យហើយ data ទាំងអស់នេះវានឹង sale ទៅកាន់ database server ខ្ញុំនឹងទៅ check មើលនៅ database server ចង់ដឹងថា data ហ្នឹងពិតជា store នៅ database server ខ្ញុំបាន run នៅម៉ាស៊ីនរបស់ database server ហើយខ្ញុំនឹង check ខ្ញុំបុយ MySQL .u root .ok ខ្ញុំនឹង check មើលពី database សិនអញ្ចឹងសម្រាប់នៅ database យើងមានឈ្មោះ database មួយនេះដែលខ្ញុំប្រើសម្រាប់ store data បាញ់មិញហ្នឹងគឺ smart text dash employee dash db អញ្ចឹងខ្ញុំនឹងប្រើនៅ database មួយនេះដូចជាអូខេអញ្ចឹងខ្ញុំសរអំពី table ដែលមាននៅក្នុង database មួយហ្នឹងអញ្ចឹងយើងឃើញថា table ក្នុង database ហ្នឹងมันមានឈ្មោះថា employee ដែលមានតែមួយទេអញ្ចឹងខ្ញុំសាកពីអញ្ចឹងនេះគឺជា field របស់ database មួយហ្នឹងមាន full name មាន email មាន position salary អឺ edit ហើយជាមួយនឹង edit ដូចដែលយើងមាននៅក្នុងអឺ website របស់យើងវិញតែបន្តមកទៀតខ្ញុំនឹងធ្វើការ select នៅ data នៅក្នុង table ហ្នឹងចេញមកក៏ employ អញ្ចឹងយើងឃើញនេះគឺជា data ដែលខ្ញុំទៅចូលវិញនៅក្នុង web server របស់យើងអញ្ចឹងវាចូលមកនឹងអឺអញ្ចឹងចំណុចរបស់ខ្ញុំតាក់ទងនឹង email mail server ហើយនឹង web server database server អស់ជំរាបប៉ុណ្ណឹងអរគុណលោកគ្រូវាសួរលោកគ្រូក៏đây học nghe chăng ngày năng là nhung miênពីចំណុចដែលត្រូវមកបកស្រាយក្នុងថ្ងៃនេះទី1តកតងមួយនឹង backup server ហើយនឹង Docker អញ្ចឹងជាដំបូងយើងចូលទៅ backup server ទាំងអស់គ្នាអញ្ចឹងអានេះweb file backup មួយហើយអញ្ចឹង
ដូចមើលតែខ្ញុំបានបង្កើត file backup មួយហើយអញ្ចឹងវាបន្ទាប់យើងត្រូវបង្កើតfile តាក់ទងមួយ file ថាយើងប្រើមួយ gzip ដើម្បីយើងធ្វើការ backup វាទុកអញ្ចឹងយើងឧទាហរណ៍ថាខ្ញុំចង់ backup តាក់ទងមួយ folder home មួយទុកទៅខ្ញុំប្រើ command នេះមានថាវា backup នៅក្នុង folder backup ហើយឈ្មោះ file វាគឺ home backup អញ្ចឹងវា backup ទុកហើយអញ្ចឹងđể cho កាត់មើលអញ្ចឹងខ្ញុំបានបង្កើត file backup ទៅអញ្ចឹងfile ហ្នឹងវាធ្វើការ backup ហើយអញ្ចឹងយើងចង់ restore វិញខ្ញុំចង់ restore តាក់ទងមួយ file backup នៅពេលណាទៅថា file ហ្នឹងបាត់អញ្ចឹងទៅវាចង់ restore វិញយើងប្រើ command នេះអញ្ចឹងខ្ញុំបង្កើតmedia មួយទៀតសម្រាប់ធ្វើការតេស្តការគាត់អូខេចឹងយើងចូលទៅ check មើលនៅក្នុងfolder test របស់យើងថាវាបាន restore វិញអត់នេះគឺជា folder home ដែលយើង restore នៅដាក់ទៅលើ folder test របស់យើងអញ្ចឹងវា work ហើយមួយទៀតយើងចង់ backup យើងឲ្យវា backup auto មកពេលខ្ញុំប្រើ command នេះ drop tab ហើយបន្តយើងធ្វើការកែវានេះដោយសារតែខ្ញុំបានដាក់វាហើយកែហើយយើងឃើញមាននេះយើង backup រៀងរាល់ម៉ោង2ហើយ folder ដែលយើងត្រូវ backup គឺនឹង backup test អញ្ចឹងខ្ញុំបាន save វាហើយខ្ញុំចេញមកមួយទៀតតកតងមួយ Docker អញ្ចឹងខ្ញុំធ្វើការទៅ run អញ្ចឹងនេះដោយសារតែខ្ញុំបាន download តកតងមួយ Docker ហើយអញ្ចឹងយើងអាចប្រើ command នេះដើម្បីធ្វើការ download package របស់វាហើយយើង install វាអញ្ចឹងខ្ញុំគ្រាន់តែយើង check មើលថានៅក្នុងហ្នឹងមាន Docker ហើយអញ្ចឹង Docker យើងប្រើយើងឃើញវាមាន Docker នៅលើហ្នឹងហើយយើងត្រូវការ install វាម្ដងទៀតទេអញ្ចឹងដើម្បីយើង test Docker ចង់ដឹងថាវាដើរឬមួយក៏អត់ទីមួយយើងប្រើ command start យើង start Docker របស់យើងអានេះយើងអាចប្រើ command ដើម្បី start auto ក៏បានដែរទី2យើងចង់មើលថាយើងបង្កើត file មួយសម្រាប់ធ្វើការតេស្តចង់ដឹងថាវា work អត់នៅលើ Docker នេះឡើយឥឡូវយើងឃើញថានៅលើនេះវា run command ដើរហើយតកតងមួយ hello from Docker ហ្នឹងអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើន
គេលើគ្រូtôi khổ ini membahas bị FTP server hay năng proxy server là từ bốn nhung xong hàng FTP server sẵn bài cho test một vị bây giờ mà bạn chỉ bạn user password bảo vệ cứ smart bị bóng phép mình mình bây giờ một đi một thì em vẫn là chuẩn bị là cho vào đấu tranh nhân số đấu đợt cộng áo trường dan kembali dan total thì chẳng ngờ cả tayនេះគឺធ្វើតែតោះមកចូលទៅដល់ចំណុច proxy សម្រាប់ proxy ខ្ញុំបានតេស្តតទៅគ្រូដោយសារតែអឺវាមានបញ្ហាអញ្ចឹងដោយសារតែប្រហែលខ្ញុំធ្វើឲ្យខ្ញុំ record ទុកខ្ញុំសុំ file show record
អានេះខ្ញុំរាន command line វារួចរាល់តោះមកខ្ញុំតេស្តmy IP address មកពេលចូលមកអានេះជា IP នៅខ្មែរយើងបន្ទាប់មកខ្ញុំបដូរវាទៅសិង្ហបុរី IP សិង្ហបុរីវាគឺបដូររួចរាល់គឺវាលោតមកចេញចេះការតេស្ត proxy គឺមានតែប៉ុណ្ណឹងអរគុណច្រើនលោកគ្រូចំណុចខ្ញុំមានតែពីរហ្នឹងទេ សិស្សលោកគ្រូមិនអស់គ្នាចាក់ចូលជាមួយនឹង VPN server របស់យើងវងធ្វើការចូលទៅកាន់ពុទ្ធទីរបស់យើងហើយយើងបានឆ្លើយ setup command ហ្នឹងគឺវា enable ហើយវា action តទៅទៀតយើងធ្វើការ ls ទៅមើល user យើងបានបង្កើតវាបង្កើតឲ្យចំនួនប៉ុណ្នេះហើយយើងយក user ហ្នឹងទៅ command user ហ្នឹងយើងធ្វើការប្រើប្រាស់ win svc នេះដែលយើងប្រើពី client នេះដែលយើង log in វាជាមួយនឹង name YouTube ជាមួយនឹង IP public របស់យើងតទៅទៀតធ្វើការ open វានៅក្នុងនេះខាង connect វាដែលយើងប្រើ IP public របស់យើង import file ដែលយើងបានបង្កើតមកក្នុងខាង client unit នេះធ្វើការ connect ចូលចាំវាធ្វើការ connect បន្តិចពេលដែលបានជោគជ័យទៅជាមួយនឹង Open VPN ឆ្នាំហ្នឹងហើយបាត់ដូចបានសិស្សលោកគ្រូមិនអស់គ្នាឆែកទៅលើ server របស់ password យើងគឺ active and enable អូនឆែកទៅលើ in ចូលមកយើងចេះមិនប្រើ password របស់យើងចុច in ទៅប្រើអញ្ចឹងទៅយើងអាចធ្វើការ location នឹងបានតែឃើញ share name ប្រភេទនិង comment នៅក្នុងហ្នឹងយើងអាចឆែកទៅលើ samba របស់យើងបានវាមានជាប្រភេទ admin smart record domain របស់យើង user smart នេះជាមួយនឹង SL samba share នេះបានចំពោះ file របស់យើងមានតែប៉ុណ្្នឹងអរគុណច្រើនអូខេចប់ហើយជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើអំពី load balancing នៅលើ cloud នេះចំណុចដែលខ្ញុំត្រូវធ្វើ ដើម្បីធ្វើការចូលធ្វើបានមុនដំបូងយើងត្រូវធ្វើការ install ទៅលើ Docusign ទី2យើងត្រូវធ្វើការ configure វាជាមួយនឹង load balancing ត
ចំណុចទី3យើងត្រូវ invariable login វា ទី4យើងត្រូវ restart វាហើយធ្វើការធ្វើតេស្តទៅលើវាពេលដែល restart វាហើយយើងធ្វើការបើកទៅលើ browser ទៅកាន់ link នេះទី5នេះធ្វើការ update ជាមួយនឹង DNS របស់វាមកយើងត្រូវធ្វើការ edit ទៅលើ connection ចំណុចទី6យើងត្រូវការធ្វើ identity modify ជាមួយនឹង backkey បន្ទាប់មកយើង refresh វាចោល